លោកឧត្តមស្នេហ៍តូហេងសុផលដឹកនាំកម្លាំងចុះសួរសុខទុក្ខអតីតយុទ្ធជនជាសម្ព័ន្ធមេត្រីភាពភូមិដងក្តារឃុំក្រយ៉ាស្រុកសន្ទុកក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌបុណ្យភ្ជុំបិណ្ឌសារព័ត៌មានក្រុងទេសរសៀលថ្ងៃទី16ខែកញ្ញាឆ្នាំ2025លោកឧត្តមស្នេហ៍តូហេងសុផលស្នងការនគរបាលខេត្តនិងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបានដឹកនាំកម្លាំងចុះសួរសុខទុក្ខអតីតយុទ្ធជនជាសម្ព័ន្ធមេត្រីភាពក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌបុណ្យភ្ជុំបិណ្ឌស្ថិតនៅដីសម្បទានសង្គមគិច្ចនិងគេហដ្ឋានថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនក្នុងភូមិដងក្តារឃុំក្រយ៉ាស្រុកសន្ទុកខេត្តកំពង់ធំលោកឧត្តមស្នេហ៍តូហេងសុផលស្នងការនគរបាលខេត្តបានថ្លែងថាដោយអនុវត្តតាមការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលចំពោះអតីតយុទ្ធជនដែលមានគុណបំណាច់ពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិការពារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមរយៈពេលកន្លងមករហូតទទួលបានសុខសន្តិភាពយ៉ាងពេញលេញនាពេលបច្ចុប្បន្ននេះថ្នាក់ដឹកនាំតែងតែគិតគូរអំពីសុខទុក្ខសុខុមាលភាពការប្រកបមុខរបរចិញ្ចឹមជីវិតរបស់បងប្អូនពោលគឺមិនបោះបង់ចោលបងប្អូនទោះស្ថិតក្នុងស្ថានភាពណាមួយឡើយហើយក៏មិនត្រឹមតែប៉ុណ្ណោះថ្នាក់ដឹកនាំបានចាត់តាំងក្រុមការងារចុះដល់លំនៅឋាននាំយកសម្ភារៈថវិកាគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនបងប្អូនជាប្រចាំផងដែរលោកស្នងការបន្តមានប្រសាសន៍សំណេះសំណាលបន្ថែមអំពីអំណោយខាងលើនេះសូមបងប្អូនបន្តប្រឹងប្រែងប្រកបរបរជាប្រចាំថ្ងៃដូចជាការបង្កបង្កើនផលដាំដំណាំបន្លែផ្លែឈើចិញ្ចឹមសត្វតាមគ្រួសារនីមួយៗគឺជួយសម្រាលចំណាយដោះស្រាយជីវភាពឲ្យកាន់តែប្រសើរឡើងលោកធីវថាតតំណាងឲ្យបងប្អូនអតីតយុទ្ធជនទូទាំង7គ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកស្នងការរងប្រតិភូអមដំណើរដែលបានចំណាយពេលវេលាដ៏មមាញឹកចុះសួរសុខទុក្ខឧបត្ថម្ភសម្ភារៈថវិកាក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌបុណ្យភ្ជុំបិណ្ឌនាពេលនេះក្នុងឱកាសនោះលោកស្នងការបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួនអតីតយុទ្ធជនចំនួន7គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករទម្ងន់50គីឡូក្រាមថវិកា 10,000 រៀលព្រមទាំងទឹកបរិសុទ្ធនិងនំធុងមេភូមិកម្លាំងប្រជាការពារ10នាក់ទទួលបានថវិកាមួយចំនួន